ជួមវ៉ាម្លេងក៏ស្ដាច់ចឹងយើងមកម្នាក់ពីរនាក់យើងមកគ្នាតិចយើងជួមវ៉ាម្នាក់ត20000យើងឆ្លងមកក៏ស្ដាច់បានហើយតែបើយើងមកគ្នាច្រើនយើងត្រូវជួទុកធំ$60ជីបានច្រើនគ្នាសុវត្ថិភាពហើយនេះគឺអតិថិភាពនៅលើកោះស្ដាច់នៅលើកោះស្ដាច់មាន resort ច្រើនកន្លែងប៉ុន្តែភាគច្រើនគឺ private តើយើងស្នាក់នៅបានគេឲ្យចូលថតប៉ុន្តែ resort មួយនេះគឺនៅ Med Monkey យើងអាចចូលថតរូបបានប៉ុន្តែអ្នកដែលពេញវ័យគ្រប់អាយុបានគេឲ្យចូលដែរបើសិនជាយើងអត់ទាន់គ្រប់អាយុគេអត់ឲ្យចូលទេហើយយើងមកមើលទឹកថ្លាស្វង់ហើយរាក់ហើយខ្សាច់វិញគឺសម៉ត់តែម្ដងមើលទៅគឺស្អាតខ្លាំងហើយឥឡូវចង់មកលេងកោះស្ដាច់គឺអត់សូវមាន resort ទៅទេសៅរ៍អាទិត្យព្រោះដោយសារផ្លូវនៅកោះកុងល្បីថាធ្វើឲ្យថ្មីស្អាតស្រួលជិះអញ្ចឹងម្នាក់គេមកលេងច្រើនតែអញ្ចឹងគឺពេញរហូតនៅលើកោះស្ដាច់តាមសួរអ្នកនៅលើហ្នឹងគេថាមានជាង1000កន្ទប់ប៉ុន្តែភាគច្រើនគឺមានបុណ្យទានគឺពេញអញ្ចឹងយើងអាចមកដេកលើនឹងបានទេប៉ុន្តែបើយើងមកវល់ល្ងាចក៏បានដែរយើងអាចយកឡានបានយកមកចតនៅថយមកខាងកន្លែងផែគេហើយយើងជិះឆ្លងមកកោះស្ដាច់អញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើសិនតែយើងចង់ឆ្លងទៅយើងមកគ្នាតិចម្នាក់2នាក់មកតែ2នាក់ឬក៏3នាក់អីចឹងយើងអាចជិះឆ្លងមកអស់តែម្នាក់20000ទេប៉ុន្តែយើងត្រូវពាក់អាវពោងហើយយើងតោះតែយើងហ៊ានដែរក្លាហានដែរហើយយើងចេះហែកទឹកអីគឺអូខេប៉ុន្តែបើយើងអត់ទេយើងជួទូកធំយើងជិះឆ្លងទៅសុវត្ថិភាពហើយយើងជិះបានគ្នាច្រើនប៉ុន្តែទូកមួយ$60អញ្ចឹងបើយើងគ្នាតិចយើងជួ$60គឺថ្លៃ